ជំរាបសួរបងប្អូនអ្នកគ្នាបាទនៅថ្ងៃនេះគឺយើងជួបគ្នាជាថ្មីជាមួយខ្ញុំកំហុយបាទហើយនៅក្នុងថ្ងៃនេះគឺយើងនឹងសិក្សាអំពីពាក្យនិងឃ្លាភាសាចិនដែលយើងប្រើប្រាស់ប្រចាំថ្ងៃបាទតោះបងប្អូនអ្នកគ្នាយើងសិក្សាជាមួយគ្នា不好意思借过一下不好意思គឺមានន័យថាសុំទោសឬក៏សូមអធិស្ឋាន借过សូមជាផ្លូវ一下បន្តិច不好意思借过一下គឺមានន័យថាសុំទោសសូមជាផ្លូវបន្តិច不好意思借过一下សុំទោសសូមជាផ្លូវបន្តិច我先谢谢你了我ខ្ញុំ先មុនឬក៏ដំបូង谢谢你អរគុណអ្នក我先谢谢你了គឺមានន័យថាខ្ញុំសូមអរគុណអ្នកទុកជាមុន我先谢谢你了ខ្ញុំសូមអរគុណអ្នកទុកជាមុន你太客气了你អ្នកថៃ了មានន័យថាពេកហើយឬក៏ខ្លាំងពេកហើយ客气គូសម你太客气了គឺមានន័យថាអ្នកគូសមពេកហើយ你太客气了អ្នកគូសមពេកហើយ好久不见好久រយៈពេលយូរ不见មិនបានជួបគ្នា好久不见មានន័យថាខាន់ជួបគ្នាយូរហើយ好久不见ខាន់ជួបគ្នាយូរហើយ怎么办怎么មានន័យថាយ៉ាងម៉េចប៉ាន់ធ្វើ怎么办គឺមានន័យថាតើគូធ្វើយ៉ាងម៉េចទៅ怎么办តើគូធ្វើយ៉ាងម៉េចទៅ怎么了怎么មានន័យថាយ៉ាងម៉េច了ហើយ怎么了មានន័យថាយ៉ាងម៉េចហើយ怎么了យ៉ាងម៉េចហើយ你要这个吗你អ្នក要ត្រូវការ这个មួយនេះម៉ាឬទេ你要这个吗គឺមានន័យថាតើអ្នកត្រូវការមួយនេះឬទេ你要这个吗តើអ្នកត្រូវការមួយនេះឬទេ好吃吗好吃មានន័យថាឆ្ងាញ់ម៉ាឬទេ好吃吗មានន័យថាតើឆ្ងាញ់ឬទេ好吃吗តើឆ្ងាញ់ឬទេ好吃好吃មានន័យថាឆ្ងាញ់好吃ឆ្ងាញ់真的吗真的មានន័យថាពិតម៉ាឬទេ真的吗មានន័យថាតើពិតឬទេ真的吗តើពិតឬទេ真的假的真的មានន័យថាពិត假的មិនពិត真的假的មានន័យថាតើពិតឬក៏មិនពិត真的假的តើពិតឬក៏មិនពិត不好意思我刚才没在听不好意思មានន័យថាសុំទោសឬក៏សូមអធិស្ឋាន我ខ្ញុំ刚才អំបញ្ញមិញ没មិនឬក៏អត់在 no 听ស្ដាប់不好意思我刚才没在听មានន័យថាសុំទោសអំបញ្ញមិញខ្ញុំមិនបានស្ដាប់不好意思我刚才没在听សុំទោសអំបញ្ញមិញខ្ញុំមិនបានស្ដាប់你怎么知道你អ្នក怎么យ៉ាងម៉េច知道ដឹង你怎么知道មានន័យថាតើអ្នកដឹងដោយរបៀបណា你怎么知道តើអ្នកដឹងដោយរបៀបណាបាទសម្រាប់វីដេអូនេះគឺបានបញ្ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងមានជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងសិក្សាភាសាចិនដើម្បីយកមកអនុវត្តហាត់និយាយភាសាចិនបានសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនានៅវីដេអូមួយនេះហើយនឹងជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណ